ថតតែគាត់ធ្វើតែវិជ្ជមានទេពោះហើយគាត់ថតមកហើយគាត់សួរយើងថាអ្នកគ្រូលើឡើងពីកម្មអានឹងមានកូនមែនអ្នកគ្រូចាគាត់រំភើបមែនតើចាគាត់ភើបគាត់សប្បាយចិត្តហើយមានអ្នកខ្លះប្រាប់ថាខ្ញុំយំហើយអ្នកគ្រូខ្ញុំយំហើយចង់និយាយថាចឹងដោយសារតែគាត់លំបាកមានកូនហើយគាត់បានកូនដោយបំណងហេតុអីនៅពេលដែលយើងជួយគេឲ្យមានហើយយើងដឹងថាអូអារម្មណ៍នឹងសប្បាយរីករាយខ្លាំងណាបាទសឹងថាយើងផ្ដោតតែនឹងទៅថៃយើងអត់បាច់ទៅផ្ដោតទៅលើជំងឺវះកាត់យើងបាច់ផ្ដោតទៅលើការសម្រាលកូនយើងបាច់ផ្ដោតអីផ្សេងយើងផ្ដោតជួយគាត់ទៅព្រោះអីខ្ញុំឃើញថាអាផ្នែកសុខភាពបន្តពូជនឹងជំងឺលំបាកមានកូនយើងសប្ងៃហ្នឹងគឺមានកម្រិតណាចាអញ្ចឹងក្នុងរយៈពេល2ឆ្នាំហ្នឹងយើងជួយគូស្វាមីភរិយាដែលលំបាកមានកូនឲ្យមានកូនបានតាមបែបធម្មជាតិហ្នឹងមិនតិចជាង50គូឯងបាទបងប្អូនចង់ជ្រាបច្បាស់អាចចូលទៅមើលនៅក្នុង page របស់នាងខ្ញុំបានគឺយើងមានតាំងពីពេលដែលគាត់ធ្វើតេស្តវិជ្ជមានគាត់ផ្ញើមកយើងគាត់អញ្ជើញមកមើលអេកូថែទាំទីពោះគាត់បានផ្ញើរូបកូនគាត់មកនៅពេលដែលគាត់សម្រាលកូនរួចនេះដូចបងប្អូនបានឃើញពីខាងក្រោយនេះគឺបងប្អូនយើងគាត់បានផ្ញើរូបមកឲ្យអ្នកគ្រូវិញនេះសិតតែជាលទ្ធផលដែលគាត់ទទួលបានក្រោយពីប្រឹក្សាមួយអ្នកគ្រូចាក្រោយពីប្រឹក្សានិងទទួលការព្យាបាលអញ្ចឹងមានគូខ្លះគាត់ចំណាយពេល3ខែ5ខែអ្នកខ្លះ6ខែ7ខែក៏មានដែរបើយើងនិយាយអំពីសុភមង្គលនៅក្នុងគ្រួសារកូនគឺជាកាដូដែលមានតម្លៃបំផុតកូនគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានត្រឹមតែរយៈពេល2ឆ្នាំទេអ្នកគ្រូគាត់បានជួយឲ្យគូស្វាមីភរិយាដែលពិបាកមានកូនឲ្យមានកូនតាមបែបធម្មជាតិមិនតិចជាង50គូទេអញ្ចឹងចង់ដឹងថាអ្នកគ្រូមានបច្ចេកទេសបែបណាមានជំនាញឬមួយក៏គាត់មានវិធីសាស្ត្របែបណាតោះជួបជាមួយនឹងអ្នកគ្រូពេទ្យទាំងអស់គ្នាចាជំរាបសួរចាអ្នកគ្រូចង់ឲ្យអ្នកគ្រូជួយចែកម្លែកតិចតាក់ទងជាមួយនឹងការមានកូនដោយសារតែយើងបច្ចុប្បន្នយើងឃើញថាបញ្ហាដែលគូស្វាមីភរិយាគាត់ទើបតែរៀបការហើយគាត់ពិបាកមានកូនណាតើពួកគាត់ត្រូវធ្វើបែបណាឬមួយក៏អ្នកគ្រូមានជាវិធីសាស្ត្រអីដើម្បីអាចផ្ដល់ទៅពួកគាត់បានជាដំបូងខ្ញុំចង់និយាយថាគូស្វាមីភរិយាដែលគាត់ត្រៀមយកកូនគាត់ត្រូវធ្វើរបបអាហារឲ្យបានត្រឹមត្រូវតាមសំខាន់គឺធ្វើរបបអាហារល្អចំពោះសុខភាពតមដូចជាស្រាកាហ្វេភេសជ្ជៈគ្រឿងកំប៉ុងគ្រឿងផ្អែមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងតិច3ដងក្នុងមួយសប្តាហ៍ហើយម្ដងយ៉ាងតិច30នាទីបាទទាំងអស់ហ្នឹងគឺជារបបអាហារតាមធម្មជាតិនិងការធ្វើលំហាត់ប្រាណប៉ុន្តែបើសិនជាគូស្វាមីភរិយាហ្នឹងគាត់ព្យាយាមយកកូនលើសពី1ឆ្នាំហើយមិនមានកូនគាត់ត្រូវបញ្ញាប់មកជួបគ្រូពេទ្យដើម្បីទទួលការពិនិត្យរកមូលហេតុថាតើគាត់មានមូលហេតុអីបានគាត់លំបាកមានកូនហើយគ្រូពេទ្យនឹងផ្ដល់ការប្រឹក្សានិងព្យាបាលទៅតាមមូលហេតុពិតប្រាកដបាទអ្នកគ្រូចុះតាំងរយៈពេលដែលអ្នកគ្រូចាប់ផ្ដើម clinic តាក់ទងមួយនឹងប្រឹក្សាក៏ដូចជាផ្ដល់សេវាកម្មទៅលើគូស្វាមីភរិយាដែលគាត់ពិបាកមានកូនរយៈពេល2ឆ្នាំនេះអ្នកគ្រូបានគិតថាអ្វីដែលភាគច្រើនអ្នកគ្រូជួបបញ្ហាអ្វីសម្រាប់អ្នកជំងឺដែលគាត់ប្រឈមខ្លាំងជាងគេចាអ្នកជំងឺដែលគាត់ប្រឈមខ្លាំងជាងគេគឺភាគច្រើនទៅលើអ្នកជំងឺធាត់ដែលគេហៅភាសាអង់គ្លេសគេហៅ obesity ដែល BMI គាត់នឹងលើសពី23ធាត់ហ្នឹងបានន័យថាភរិយាឬមួយក៏ទាំងពីរចាគាត់អាចមានបញ្ហាជួននឹងគូខ្លះគាត់មានបញ្ហាទៅលើភរិយាហើយគូខ្លះទៅមានបញ្ហាទៅលើស្វាមីហើយគូខ្លះគឺគាត់មានបញ្ហាទាំងពីរនាក់តែម្ដងហើយមូលហេតុអីបានជាធាត់ហ្នឹងវាប៉ះពាល់ទៅដល់ការមានកូនបាទអញ្ចឹងកាលណាដែលយើងឡើងទម្ងន់ខ្លាំងវាធ្វើឲ្យបំរែបំរួលអរម៉ូននៅក្នុងរាងកាយធម្មតាយើងបើនិយាយទៅលើស្ត្រីវិញគេហៅថាមានយើងនិយាយពាក់ព័ន្ធមួយអរម៉ូនយើងមានកពេញដៃស្បូនដែលចាំទទួលការឆ្លើយតបពីអរម៉ូនដែលបញ្ចេញពីក្នុងខួរក្បាលមកដើម្បីឲ្យផលិតពងញីសម្រាប់ការបង្កកំណើតអញ្ចឹងគេឃើញទៅលើស្ត្រីដែលធាត់ខ្លាំងហ្នឹងគឺខ្សោយទៅលើអរម៉ូនធ្វើឲ្យពងញីរបស់គាត់នឹងអត់រីកទេអញ្ចឹងបានន័យថាអត់មានពងញីសម្រាប់បង្កកំណើតទេតកតងមួយនឹងការបង្កកំណើតការមានកូនហ្នឹងបានន័យថាមិនមែនតកតងតែទៅលើរបបអាហារឬមួយក៏រស់នៅទេវាតកតងមួយនឹងអរម៉ូនដែរមែនទេចាហ្នឹងទាំងអស់ហ្នឹងវាពាក់ព័ន្ធគ្នាទាំងអស់ប៉ុន្តែដើម្បីឲ្យកោសិកាឬមួយក៏អរម៉ូនហ្នឹងវាតាមធម្មជាតិវាអាចផ្ដល់ឲ្យរាងកាយរបស់យើងគ្រប់គ្រាន់ដើម្បីឲ្យយើងមានលទ្ធភាពអាចបង្កកំណើតបានជាទូទៅយើងវាអាចតកតងមួយនឹងសកម្មភាពហ្នឹងតែយើងត្រូវធ្វើបែបណាឬមួយក៏បង្កបែបណាដើម្បីឲ្យយើងហ្នឹងកុំឲ្យជួបបញ្ហាប្រឈមបែបហ្នឹង
đam mê cầm ai chụp bánh hà bạch chom đây tìm mùi nịch chấm ăn lực lá nhưng thơ thua là bò mà hà bàn trầm trớ thơ thua lầm hạt prán thơ đã xa cà lô dương ai thật nó không cà lô hay nâng cầm pua đã xóm sọp kia mình lơ cà lô đại biển ai nó mình ai lơ pì mà phải bày tề bánh tay dương khơi ngò lấy này khá thoạt ai kia nơi tầm miền cốn dương giấy ảnh nó cứ chỉ phiệt tênh bánh tay bởi ta mà chia xa rồi cả ca sắc xa xa chứ phiệt tràn cứ còn là bạn miền cốn này xa còn thoạt tại phiệt tênh để ôn khơi nhẹ thoạt rồi có miền lọt phiệt miền cốn tại vì phiệt tênh tại phiệt tràn cứ còn là bạn tiếng bữa đó tiếng này bị chà bánh tay nhẹ scum khá có còn là bạn miền cốn đây miền ban này tha oi ta scum nó sợ ta xuống miền cốn đây chôn tay có quạt miền Pành Hà soi ở môn chôn tay bông nhị có ở ri chôn tay đây quạt miền mê chỉ vật soi chôn tay quạt nhằm xa chôn tay quạt stress chôn tay quạt dụ tràn thua ai là tập hiệp này cao và có cầm nào có lẽ cho ta bà này cũ chia sẻ này cũ ở đây xa tại cho bà sân chỉ Obama tha cu xoa máy phệ về mà cu nó Obama tha khang xoa mấy cột thọt hay khang phệ dễ cột scom vì anh mình lượt phệ mình có rồi mới có vì ai phải chom nâng Pành Hà nâng đại vì miền cả ta với chồng đi kia nâng to tại dương mauเป็นสกปรกtừng pin nè hay ở thưa caปรึกษาcho môi nâng cรูเป็ดnâng đào ca ปรึกษา làm bày ở đây một từng pin nè nâng nghe không ca miền cô nâng dương đào ปรึกษา ยัง tích công màu đài rùm miền tăng pi vọt ở đây rùm miền tăng pi bò và ha miền rùm miền tăng pi cà thưa làm hạt pran rùm miền tăng ca nát chụp mơ ở ngày để ảnh miền pong nhi nângคือจีกาตามด้านบอกครูเป็ดจะมือหน้าจะมือตัวนั่นกูจ่อสำหรับปัจจัยกับเต้นกูวิ่งสำหรับอยากไปปีฉน้ำนี้ไปในกูจูบจมูกน้องปัญหาแต่กูสวมไม่เพียงกอดอดเมียนตัวบะเมียนโกนแบบนั้นแต่ในกูกดในกูเมียนวิธีซะไอ้ดูมือก่อนในกูเมียนจีปัจจัยกับเต้ไอ้ดำใบอาจปลุกกอดเมียนโกนตามแบบทอมเจ็ดมาเมียนโกนตามแบบทอมเจ็ดที่มือยังถือกำหนดอันปีมูลหาดไอ้บันกอดลงบะเมียนโกนอุติฮอนอุติฮอท่าบองใช้กอดกอดทอดเลยถึงงนกอดซอยออกโมนทั่วไอสต็อปสบนกอดสดาโกนกอดมันตุ่มมันจอบมันจังการฉีบบาบ่ยังคือยังฉีบบาแต่เลยการสต็อปสบนบอกกอดเตียตามระยะการเอาทนำเล็บแต่ตามไงกันนอดเตียทนำเหม็นอาจเอาละโหดจังไงจังไงท่าเกมีนตามกับนอดตามปัจจัยกระเตะบอกเกมีนไงตามไงเฉียบโป้งไงธรรมดาให้กอดเถยย้ำปรีขันซับซันได้ละอสำหรับการกอกันนั้นปรีขันซับซันชื่อประเภทประปุวิตามินประปุดีเอชเอประปุบรรลัยพลายเชอร์ต่างอ๋อนั่นคือโชว์รวมต่างอ๋อน้องการเฉียบบานนั่นคือยังตามดามหนุ่มอัดเส้นจิเมจิบัดได้ซ้ายก็เถยเฟื่อระบอบอาหารบานเติมเตยก็เถยย้ำทนำบานเตียงตวัดให้ตามดามถ้าตามเมจิบัดก็ต่อไปการเฉียบบานนั่งบานละอภาษาบานกำรัดนาให้บานยังต่อการเฉียบบานเป็นคายเติมคายแต่ยังต่อการเฉียบบานเป็นชั้นคือปุ่มมวยคายจังบานในทางแต่ตัวเหมือนการปรึกษานั่งยังเหมือนปรึกษาแต่ตะเลแต่เพียเยี่ยมมวยแต่ยังบานในทางยังเมาถ่ายเมามาถึงกูจ้าเมาถึงกูปรึกษาถึงกูชอบแบบสั้นจีกดเมาแต่มาข้างจังให้มาข้างตีดัดเมาอันนั้นยังอาจปรึกษาบ้านหรือมวยก็ไม่ได้การปรึกษานั่งวิอัดบานเป็นเลงโดยเนียงชมใหญ่เลงอุติหอทาชายตุกมวยชายปีเนี่ยดาวตะเปชายมันเนี่ยไอ้เมียมเงยดาวโคดาวเตะปัจจัยไปยังชายแต่ต่างออกเนี่ยนั่งการจงใจพัวเชียงจังบานในทางเนเปได้แบบสั้นจียังจูบปัญหานั้นให้ยังจ้องบานโคนจังบ่ายังเถยเจอเตียงต่างปีนี้เอาไว้ได้สำคัญนั่งสมัยครูนั่งบานในทางก็เถยโยลแต่งซองคางพองได้นี่ครูยมจังดังทำน้องอยากไปปีชนะนี่ครูบานเอาไว้ได้ชีเนี่ยชีสนาได้เดินขู่บ้านช่วยสังครูกูสวามัยเพียเยได้กอดอดเมียนโกนให้กอดเมียนโกดมีจ้าจังคงอยากไปปีชนะนั้นยังช่วยกูสวามัยเพียเยได้หรือบะเมียนโกนในเมียนโกนบานตามแบบธรรมชาตินั่นมันตัดเชียงหาสกุลบางคนจังจีบจะมาไอโจตมือในขนมเพยบอกในชมบานคือยังเมียนตังปีเปได้กอดทัวเตะไปเฉียเมียนกอดพญามายังกอดเจนมาเมื่อไอโกไทยต้อมติปัวกอดบ้านพญารูปมารูปโกนกอดมาไปแต่กอดสำราโกนรูดเนี่ยโดยบางปอนบ้านเคยปีขังไกลนี่คือบางปอนยื่นกอดบ้านพญารูปหมอยเนี่ยครูอันนี้สไตล์ชื่อเลยแต่พอได้กอดตัวบ้านคอยปีปรึกษามือเนี่ยจ้าคอยปีปรึกษาตัวกาเพียบานจังเป็นกูครั้งกอดจำหน่ายไปใบค่ายปรำค่ายในคลาผมมวยค่ายเปิดค่ายก็มีได้แต่กอดต่อสู้ชีเยี่ยมจมวยหนึ่งขู่แปดได้นี่ครูยมจังดังทางกูตีมวยได้ตัวบ้านการปรึกษาเป็นเนี่ยครูให้ต่อมาก่อนตัวบ้านเลือดพอละอภาษาบ้านในทางโจกใจเด็กกอดอาจจะมีเลือดเพียบมีนโกนจังเป็นนั่งไปเด็กกอดดังเลือดพอเลี้ยมตาผู้กอดมาจุ่มในครูบ้านหน้าได้
ចាគឺគាត់បានថតតេស្តគាត់ធ្វើតេស្តវិជ្ជមានទេពោះឲ្យគាត់ថតមកឲ្យគាត់សួរយើងថាអ្នកគ្រូលើឡើងពីកម្មអានឹងមានកូនមែនអ្នកគ្រូចាគាត់រំភើបមែនតើចាគាត់រំភើបគាត់សប្បាយចិត្តហើយមានអ្នកខ្លះប្រាប់ថាខ្ញុំយំហើយអ្នកគ្រូខ្ញុំយំហើយចង់និយាយថាចឹងដោយសារតែគាត់លំបាកមានកូនហើយគាត់បានកូនដោយបំណងបើយើងអ្នកមិនឆ្លងកាត់ហើយយើងអត់តន់យល់អារម្មណ៍ហ្នឹងឯងតែសម្រាប់គ្នាដែលលំបាកមានកូននៅពេលដែលគាត់បានមានកូនហ្នឹងគឺអារម្មណ៍ហ្នឹងអត់អាចកាត់ថ្លៃបានទេហើយវាពិសេសខ្លាំងហើយសម្រាប់តាគ្រូពេទ្យហ្នឹងគាត់តែឃើញអ្នកជំងឺផ្ញើមកហ្នឹងអង្គុយញញឹមអង្គុយសើចអត់បិទបើអត់ចិត្តទេបាទអ្នកគ្រូខ្ញុំចង់ដឹងថាក្នុងរយៈពេល2ឆ្នាំនេះសេវាកម្មដែលអ្នកគ្រូអាចផ្ដល់ទៅដល់គូស្វាមីដែលគាត់ពិបាកមានកូនហ្នឹងបានន័យថាគាត់រៀបការហើយ2-3ឆ្នាំគាត់អត់មានកូនឬមួយក៏សម្រាប់អ្នកដែលគាត់ការរៀបអាពាហ៍ពិពាហ៍យូរឆ្នាំហើយប៉ុន្តែគាត់នៅតែពិបាកមានកូនអញ្ចឹងគាត់អាចមកប្រឹក្សាជាមួយអ្នកគ្រូបានអត់ឬមួយក៏មិនដែរឬមួយក៏សម្រាប់តែអ្នកដែលគាត់រៀបការហើយគាត់2-3ឆ្នាំហើយតែអត់មានកូនប៉ុន្តែវាមានអ្នកខ្លះការបាន4-5ឆ្នាំហើយក៏នៅតែមានកូនអាហ្នឹងតែអ្នកគ្រូអាចផ្ដល់ជាប្រឹក្សាដល់ពួកគាត់បានអត់ឬមួយយើងចូលទៅក្នុងនិយមន័យនៃជំងឺលំបាកមានកូនហ្នឹងគឺសម្រាប់គូស្វាមីភរិយាដែលរៀបការលើសពី1ឆ្នាំហើយមិនមានការពារហើយមិនមានកូនចឹងគឺគាត់ត្រូវតែបញ្ញាប់មកទទួលការប្រឹក្សាការពិនិត្យសុខភាពដើម្បីជួយឲ្យគាត់ឆាប់មានកូនដោយបំណងយើងមិនចាំបាច់រងចាំ3ឆ្នាំ5ឆ្នាំឬ10ឆ្នាំទេកាលណាអាយុយើងកាន់តែច្រើនលទ្ធភាពនៃការមានកូនក៏កាន់តែថយចុះដែរកាលណាយើងអញ្ជើញមកកាន់តែលឿនអាយុយើងកាន់តែតិចគឺយើងមានឱកាសនៃការព្យាបាលជោគជ័យវាច្រើនជាងខ្ពស់ជាងតែសម្រាប់គូស្វាមីភរិយាដែលគាត់ជ្រុលហើយគាត់ថាគាត់អាយុច្រើនខ្ទង់30 40ហើយគាត់នៅតែត្រូវទទួលការព្យាបាលដែរចុះគាត់ចង់បង់ចោលក្តីសង្ឃឹមរបស់គាត់ទៅអីគាត់ត្រូវមកជួបគ្រូពេទ្យឆេះសុខភាពហើយព្យាយាមយកកូនតាមបែបធម្មជាតិមកគាត់ចំណាយថវិកាតិចគាត់អាចប្រកបការងាររបស់គាត់បានធម្មតាតែបើគាត់បោះបង់ចោលមានន័យថាគាត់ຕົកចោលຕົកខ្លួនគាត់ចោលចឹងមានន័យថាគាត់អត់ចង់បានកូនវិញបើគាត់ចង់បានកូនគាត់ត្រូវតែព្យាយាមប្រឹងប្រែងបើយើងចង់ប្រឡងជាប់យើងត្រូវខំរៀនបើយើងចង់បានកូនយើងត្រូវមកឆេះសុខភាពពិនិត្យសុខភាពទទួលការព្យាបាលតាមដានដើម្បីបានកូនដូចគ្នាដូចទៅទាំងកូនសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រដែរនេះគ្រូខ្ញុំឆ្ងល់មួយទៀតត្រង់ថាចុះបើសម្រាប់គូស្វាមីភរិយាឧបមាថាគាត់នៅវ័យយ៉ាងក្មេងគាត់រៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងឬមួយក៏គាត់វ័យខ្ពស់សម្រាប់អ្នកដែលគាត់មានវ័យត្រឹមវ័យយ៉ាងចំណាស់ទើបគាត់រៀបអាពាហ៍ពិពាហ៍ហើយគាត់មានគ្រួសារអញ្ចឹងតើវាអាចតាក់ទងជាមួយនឹងការមានកូននឹងអត់ឬមួយក៏មិនដែរនេះគ្រូចាកាលណាអាយុយើងច្រើនហើយយើងទៅរៀបការក៏ជាចូលទៅក្នុងការលំបាកងាយក្នុងការលំបាកមានកូនដែរអាយុលើសពី35ឆ្នាំរៀបការឲ្យមិនបានការពារត្រឹមតែ6ខែគេចាត់ចូលជាជំងឺលំបាកមានកូនហើយត្រូវបញ្ញាប់មកទទួលការព្យាបាលយើងមិនបាច់ចាំដល់យើងបន្តដល់3-4ឆ្នាំ5ឆ្នាំទេព្រោះយើងអាយុច្រើនយើងខុសពីគេអ្នកអាយុតិចចុះបើក្មេងពេកមិនដែរគ្រូបើយើងរៀបការទាំងវ័យក្មេងពេកកាលណាយើងរៀបការទាំងវ័យក្មេងពេកគ្រូពេទ្យមិនរីកមិនថាបញ្ញាប់យកកូនទេចាំឲ្យសុខភាពស្បូនរបស់យើងវាល្អជាងរឹងមាំជាងនឹងសិនយ៉ាងតិចក៏អាយុ18-20ឡើងដែរប៉ុន្តែជាទូទៅសម្រាប់ក្នុងវិទ្យាសាស្ត្រហ្មងដែលគាត់លើកទឹកចិត្តចាប់ពីវ័យប្រហែលដែលយើងអាចបានន័យថាយើងអាចយកជាគូឬមួយក៏គាត់អាចត្រៀមខ្លួនយកកូនបានហើយទទួលបានលទ្ធផលដែលវាសមស្របមួយខ្ទង់25ឆ្នាំគឺល្អអាហ្នឹងសម្រាប់ទាំងបុរសសម្រាប់ទាំងនារីមកចាខ្ទង់25ឆ្នាំបាទអ្នកគ្រូខ្ញុំចង់ដឹងថាដោយសារតែអ្នកគ្រូបានលើកឡើងមិញនេះវាសុទ្ធតែជាស្នាដៃដែលអ្នកគ្រូបានកសាងវាក្នុងរយៈពេល2ឆ្នាំនេះប៉ុន្តែខ្ញុំចង់កលេចទៅជីវប្រវត្តិអ្នកគ្រូបន្តិចខ្ញុំចង់ដឹងថាមុនពេលអ្នកគ្រូអាចคลายខ្លួនហើយកសាងស្នាដៃដ៏ច្រើនបែបនេះពីមុនមកតើអ្នកគ្រូធ្លាប់មានប្រវត្តិការសិក្សាបែបណាហើយតើតើមួយនឹងបទពិសោធន៍អ្នកគ្រូនឹងយ៉ាងម៉េចដែរអ្នកគ្រូបាទចានាងខ្ញុំបញ្ចប់ការសិក្សាផ្នែកវិជ្ជាបណ្ឌិតទូទៅនៅឆ្នាំ2012នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសកម្ពុជាយើងបន្ទាប់មកនាងខ្ញុំបានដាក់ពាក្យសម្ភាសន៍ប្រឡងចូលបម្រើការងារនៅក្នុងសមាគមសុខភាពគ្រួសារកម្ពុជាហៅកាត់ថារ៉ានាងខ្ញុំបានធ្វើការនៅទីនោះជាផ្នែកវិជ្ជាបណ្ឌិតទូទៅនៃផ្ដល់សេវាផ្នែកសុខភាពបន្តពូជនិងរោគស្ត្រីរយៈពេល3ឆ្នាំបន្ទាប់មកនាងខ្ញុំត្រូវបានគេជំរុញលើកទឹកចិត្តឲ្យឡើងទៅជា clinic manager ជាអ្នកគ្រប់គ្រង clinic នៅសាខាកំពង់ស្ពឺដែលខ្ញុំគ្រប់គ្រងបុគ្គលិកជាង10នាក់អញ្ចឹងក្រៅពីផ្ដល់សេវាព្យាបាលផ្នែកសុខភាពបន្តពូជនិងជំងឺ
រោគស្ត្រីលំបាកមានកូនហ្នឹងគឺយើងត្រូវគ្រប់គ្រងទៅលើបុគ្គលិកនិង clinic ទាំងមូលផងដែរអញ្ចឹងពេលហ្នឹងជាពេលដែលអ្នកគ្រូបានកសាងខ្លួននៅក្នុងអំឡុងពេលដែលយើងធ្វើការនៅទីនោះក្រៅពីធ្វើការគឺយើងរៀនសូត្ររហូតនៅនាងខ្ញុំក៏ជាសមាជិករបស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជាដែលយើងចូលរួមការសិក្សាជាប្រចាំឆ្នាំមួយឆ្នាំគឺ2ដងរហូតគុណតាំងពីឆ្នាំ2012មកដល់ឥឡូវហ្នឹងអញ្ចឹងបានន័យថាអ្នកគ្រូត្រូវរៀនជាប្រចាំរហូតចារៀនជាប្រចាំហើយក្រៅពីហ្នឹងក៏យើងរៀនតាមអនឡាញទៀតយើងរៀនតាមសមាគមផ្សេងៗតាមអនឡាញហើយក្រៅពីហ្នឹងក៏នាងខ្ញុំបានដោយសារតែស្រឡាញ់លើផ្នែកហ្នឹងណាបាទយើងនៅតែបន្តការសិក្សាជាមួយគ្រូពេទ្យមកពីអាល្លឺម៉ង់គ្រូពេទ្យមកពីអូស្ត្រាលីដែលយើងមានតំណែងស្គាល់គាត់តាំងពីគាត់នៅកន្លែងយើងធ្វើការចាស់រហូតមកក៏យើងនៅតំណែងអ៊ីមែលមួយគាត់ជួយបរៀនយើងគាត់ជួយលើកទឹកចិត្តយើងគាត់មកលេងយើងគាត់ជួយបរៀនយើងនិងបុគ្គលិកយើងថែមទៀតអញ្ចឹងបានន័យថាបើសរុបជាបទពិសោធន៍អ្នកគ្រូទៅរយៈពេលប្រហែលឆ្នាំដែរជាង10ឆ្នាំជាង10ឆ្នាំបាទបន្ទាប់ពីនៅឆ្នាំ2017ហ្នឹងជាពេលវេលាមួយដែលស្ត្រីយើងជាពេលវេលាស្ត្រីដែលត្រូវមើលថែកូនពេលហ្នឹងខ្ញុំមានកូនអាយុអត់តាន់ដល់មួយខួបទេអញ្ចឹងក៏ឧស្សាហ៍ឈឺយើងអត់មានពេលគ្រប់គ្រាន់ក្នុងការបម្រើការងារជាប្រធាន clinic ផងជាគ្រូពេទ្យផងជាម្ដាយផងអញ្ចឹងនេះខ្ញុំក៏សម្រេចចិត្តថាលាឈប់ពីការងារដល់ពេលយើងហើយក៏យើងបើកជាបន្ទប់ពីគ្រូព្យាបាលសុខារីនឹងឡើងមកហើយយើងបានមើលថែកូនផងយើងបានមើលជំងឺផងហើយយើងមានបុគ្គលិកធំតែម្នាក់ឯងនៅឆ្នាំ2017ដល់2022យើងបានបើកទីនោះរយៈពេល5ឆ្នាំហ្នឹងគឺមានភ្ញៀវចេញចូលច្រើនមែនតើគេហៅ walk in ណា walk in clinic ដោយសារពេលដែលអ្នកគ្រូបើកដំបូងមែនចាដោយសារតែនៅក្នុងតំបន់ហ្នឹងគឺមានប្រជាជនកកច្រើនហើយកម្មការនេះក៏ច្រើនយើងអត់បានចាប់អារម្មណ៍ទៅលើការឡើងអនឡាញអីទេគឺយើងដឹងតែភ្ញៀវចូលយើងពិនិត្យព្យាបាលអញ្ចឹងទៅតែយើងបានចាប់អារម្មណ៍អនឡាញអ្នកគ្រូចាប់ដើមដំបូងគាត់ស្គាល់តែនៅពេលដែលយើងចាប់ដើមបើកទេបាទអញ្ចឹងនៅពេលដែលគេស្គាល់អ្នកគ្រូច្រើននៅពេលដែលអ្នកគ្រូចាប់ដើមឡើងលើអនឡាញចាអញ្ចឹងនៅឆ្នាំហ្នឹងរហូតដល់បើនិយាយឲ្យស៊ីជម្រៅដល់សម័យកូវីដចូលមកដល់ហើយណាបាទអញ្ចឹងដល់ពេលសម័យកូវីដហ្នឹងខ្ញុំក៏បែកកណិតថាដោយសារចិត្តខ្ញុំហ្នឹងស្រឡាញ់អាផ្នែកហ្នឹងផ្នែកសម្ភពរោគស្ត្រីហ្នឹងខ្ញុំក៏សូមស្នើសុំទៅរៀនបន្តផ្នែកសម្ភពនិងរោគស្ត្រីបន្ថែមទៀតគេហៅថា internship ហ្នឹងនៅមន្ទីរពេទ្យអនុស្សាវរីយ៍សុនយ៉ាឃានៅខេត្តកពតខ្ញុំទៅរៀននៅទីនោះអស់6ខែទៀតដោយសារយើងស្រឡាញ់យើងសុខចិត្តចោលកន្លែងយើងនេះយើងគិតថាសៅរ៍អាទិត្យយើងឡើងមកមើលកន្លែងអីបានដោយសារយើងអត់មានបើក24ម៉ោងអីទេយើងបើកតែ8ព្រឹក8ល្ងាចផ្ដោតទៅលើសុខភាពបន្តពូជនិងរោគស្ត្រីនិងវិបត្តិអត់កូនចាអញ្ចឹងបន្ទាប់ពីយើងបញ្ចប់ការសិក្សានៅទីពេទ្យខេត្តកពតហ្នឹងមកទៀតក៏យើងមានដើមទុនខ្លះដើម្បីយើងបង្កើតទៅជាអគារដែលស្រស់ស្អាតដែលមានផាសុខភាពនេះឡើងហើយយើងបង្កើតជា clinic តូចមួយដែលផ្ដល់សេវាថែទាំសុខភាពបន្តពូជនិងជំងឺលំបាកមានកូនគឺ2ឆ្នាំគឺចាប់តាំងពីឆ្នាំ2022រហូតមកដល់ដើមឆ្នាំ2025ហ្នឹងហើយដែលជាពេលវេលាមួយដែលយើង critical មែនតើគឺយើងផ្ដោតទៅលើការជួយគេមានកូនតាមបែបធម្មជាតិហ្មងហេតុអីនៅពេលដែលយើងជួយគេមានហើយយើងដឹងថាអូអារម្មណ៍នឹងសប្បាយរីករាយខ្លាំងណាសឹងថាយើងផ្ដោតតែហ្នឹងទៅថៃយើងអត់បាច់ទៅផ្ដោតទៅលើជំងឺវះកាត់យើងបាច់ផ្ដោតទៅលើការសម្រាលកូនយើងបាច់ផ្ដោតអីផ្សេងយើងផ្ដោតជួយគាត់ទៅព្រោះអីខ្ញុំឃើញថាអាផ្នែកសុខភាពបន្តពូជនិងជំងឺលំបាកមានកូនយើងសប្ងៃហ្នឹងគឺមានកម្រិតណាបាទបានថាបញ្ហាប្រឈមហ្នឹងវាច្រើនបញ្ហាប្រឈមវាច្រើនផ្ដល់សេវាផ្នែកហ្នឹងនៅមានកម្រិតដោយសារបើខ្ញុំមើលទៅខ្លួនឯងខ្ញុំមើលទៅគ្រូពេទ្យផ្សេងៗគាត់រវល់នឹងការងារវះកាត់គាត់រវល់នឹងជំងឺទូទៅគាត់រវល់នឹងសម្រាលកូនអីចឹងទៅអញ្ចឹងខ្ញុំចង់ផ្ដោតតែខ្ញុំដល់ពេលផ្នែកនេះបានតែរឿងលំបាកមានកូនហ្នឹងបងខ្ញុំចង់ផ្ដោតតែការងារខ្ញុំតែប៉ុណ្្នឹងឯងចុះអ្វីដែលជាគោលបំណងធំបំផុតដែលអ្នកគ្រូបង្កើត clinic នេះឡើងគោលបំណងធំបំផុតគឺខ្ញុំចង់ជួយឲ្យគូស្វាមីភរិយាដែលលំបាកមានកូនហើយគាត់មានកូនដោយបំណងឲ្យទៅតាមបែបធម្មជាតិទៀតបាទប៉ុន្តែចង់និយាយថា
ក៏យើងមានកំណត់ដែរថាតើថ្ងៃក្រោយយើងអាចវិវត្តជួយសម្រាប់អ្នកដែលគាត់ព្យាបាលធម្មជាតិឲ្យអត់ជោគជ័យគាត់ត្រូវប្រកាសកូនក្នុងកែវគាត់ត្រូវធ្វើ IUI អាហ្នឹងក៏យើងមានកំណត់នៃការអភិវឌ្ឍទៅថ្ងៃខាងមុខដែរតែបច្ចុប្បន្នគឺយើងផ្ដល់ការព្យាបាលបែបធម្មជាតិហ្នឹងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានហើយជួយគាត់ឲ្យបានច្រើនបំផុតតាមអាចធ្វើបានព្រោះវាចំណាយថវិកាតិចហើយគាត់អាចផ្ដល់ទទួលការព្យាបាលនៅក្នុងស្រុកបានមិនចាំបាច់ទៅក្រៅស្រុកចាយលុយច្រើនគាត់អាចប្រកបការងារទៅធ្វើការអីធម្មតាប្តីប្រពន្ធធម្មតាបានគាត់ដល់ពេលណាត់ជួបគ្រូពេទ្យមួយខែម្ដងឬពីរដងទៅហើយតស៊ូព្យាយាមមួយគ្នាទៅខន្តាក់ផ្ទាល់មួយគ្រូពេទ្យអញ្ចឹងទៅគាត់អាចមានលទ្ធភាពមានកូនបាទអ្នកគ្រូខ្ញុំចង់ដឹងថានៅ clinic របស់អ្នកគ្រូនេះអ្វីដែលជាចំណុចពិសេសអ្វីដែលអ្នកគ្រូផ្ដោតសំខាន់បំផុតចាចំណុចពិសេសរបស់យើងទីមួយគឺយើងផ្ដោតទៅលើគុណភាពមិនផ្ដោតទៅលើបរិមាណទេមានន័យថាចេះយើងមិនមែនផ្ដោតថាឲ្យគូស្វាមីភរិយាជាច្រើននឹងមកពិនិត្យអញ្ចឹងទេប៉ុន្តែយើងចង់ថាគាត់មកហើយយើងធ្វើម៉េចជួយគាត់ឲ្យបានដល់គោលដៅឲ្យគាត់មានកូនដោយបំណងយើងសុខចិត្តចាយពេលវេលាជាមួយគាត់ contact ជាមួយគាត់តាម Telegram ក្នុងរយៈពេលនៃការព្យាបាលពីមួយខែទៅមួយខែរហូតដល់គាត់ជោគជ័យបាទចង់និយាយថាយើងជួយគាត់ឲ្យអស់លើលទ្ធភាពហ្នឹងហ្មងឲ្យតែគាត់អញ្ជើញមកទទួលការព្យាបាលមិនមែនថាឲ្យតែគាត់អញ្ជើញមកហើយយើងទុកគាត់ចោលបាទអត់ទេយើងត្រូវ contact ផ្ទាល់មួយគាត់ត្រូវជួយគាត់ឲ្យបានអញ្ចឹងយើងត្រូវយកចិត្តទុកដាក់គាត់ដូចយើងជាជំនួយការគាត់អញ្ចឹងចាសំខាន់ត្រង់ចំណុចហ្នឹងហើយយើងផ្ដោតសំខាន់លើផ្នែកសុខភាពបន្តពូជនិងជំងឺលំបាកមានកូនតែប៉ុណ្្នឹងសំខាន់អរគុណអ្នកគ្រូអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាប្រឈមតាក់ទងមួយនឹងការមានកូននេះកុំភ្លេចអាចមកប្រឹក្សាជាមួយអ្នកគ្រូបានកុំទុករហូតដល់យូរឆ្នាំហើយបើយើងទុកយូរវាកាន់តែមានបញ្ហាកាន់តែយូរហើយបាទអញ្ចឹងសម្រាប់អ្នកគ្រូជាចុងក្រោយអ្នកគ្រូមានជាសារអីចង់ថ្លែងចង់ផ្ដាំផ្ញើទៅកាន់ស្ត្រីឬមួយក៏គូស្វាមីភរិយាដើម្បីត្រៀមមានកូនឬមួយក៏កំពុងតែមានបញ្ហាប្រឈមនឹងអត់កូនហ្នឹងចាជាចុងក្រោយនឹងខ្ញុំសូមថ្លែងអំណរគុណដល់ទស្សនិកជនដែលចំណាយពេលវេលាដើម្បីមើលទៅលើវីដេអូរបស់ខាង Healthy Cambodia ឬក៏ Business Cambodia ដែលគាត់បានធ្វើឡើងនេះហើយទី2ក៏ខ្ញុំសូមអរគុណទៅដល់បងប្អូននេះគូស្វាមីភរិយាដែលគាត់មានទំនុកចិត្តមកលើ clinic នាងខ្ញុំហើយបានមកទទួលការព្យាបាលរហូតដល់ជោគជ័យបើសិនជាខ្វះការយកចិត្តទុកដាក់ពីគាត់ណាមានន័យថាយើងជាគ្រូពេទ្យយើងជួយគាត់ហើយតែបើគាត់បោះបង់ចោលគាត់ខ្វះទំនុកចិត្តគាត់ខ្វះការតស៊ូព្យាយាមគាត់អាចជោគជ័យដែរហ្នឹងជាចំណុចសំខាន់ដែលគាត់ត្រូវព្យាយាមហើយគាត់ទទួលបាននៅលទ្ធផលដែលគាត់ចង់បានអញ្ចឹងណាជាចុងក្រោយបន្ថែមទៀតនេះខ្ញុំចង់ជាសារចុងក្រោយសម្រាប់គូស្វាមីភរិយាដែលគាត់ចង់បានកូនមិនតាន់ថាលំបាកមានកូនទេគ្រាន់តែត្រៀមមានកូនហ្នឹងត្រូវតែធ្វើរបបអាហារឲ្យបានល្អយើងដឹងហើយរបបអាហារល្អចំពោះសុខភាពគ្រាន់តែឆែកក្នុង YouTube គ្រាន់តែស្ដាប់គ្រូពេទ្យនិយាយហ្នឹងគឺយើងយល់ហើយអញ្ចឹងណាព្រោះឥឡូវរបបអាហារហ្នឹងវាសំខាន់បំផុតសម្រាប់សុខភាពហ្នឹងបាទយើងត្រូវញ៉ាំរបស់ធម្មជាតិយើងកាត់បន្ថយគ្រឿងផ្អែមគ្រឿងកំប៉ុងស្រាកាហ្វេណាយើងត្រូវធ្វើលំហាត់ប្រាណយ៉ាងតិច3ដងក្នុងមួយសប្តាហ៍យ៉ាងតិច30នាទីក្នុងមួយថ្ងៃណាហើយខាងស្ត្រីហ្នឹងត្រូវចេះកំណត់រាប់ថ្ងៃរដូវរបស់យើងត្រូវកំណត់ថ្ងៃខ្ជាក់ពងដូចនាងខ្ញុំបានជម្រាបចឹងជាទូទៅរបស់ស្ត្រីគាត់មានវត្តរដូវ28ថ្ងៃថ្ងៃដែលគាត់អាចមានកូនបានគឺចន្លោះថ្ងៃទី12 13 14នៃរដូវជារៀងរាល់ខែអញ្ចឹងដល់ថ្ងៃហ្នឹងគាត់កំណត់ការរស់នៅមួយគ្នាដើម្បីឲ្យឆាប់មានកូនបាទអរគុណច្រើនចាអរគុណ